ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនអំពីរុក្ខជាតិមួយបែបដែលវាតែងតែដុះនៅតាមតំបន់ទំនាបកណ្ដាលឬក៏ដីទួលឬក៏ដីខ្សាច់ពុកម៉ែបងប្អូនណារុក្ខជាតិនេះងាយស្រួលដាំដុះណាពុកម៉ែបងប្អូនវាអាចដុះនៅតាមរបងផ្ទះណាប្រជាជនឬក៏នៅតាមសួនច្បារផ្សេងឲ្យតែមានដីសើមគឺវាអាចដាំដុះបានហើយអញ្ចឹងប្រភេទរុក្ខជាតិនេះពុកម៉ែបងប្អូនគឺជាប្រភេទរុក្ខជាតិមួយដែលវាចាប់ដើមណាដុះនឹងលូតលាស់ចាប់ដើមតាំងពីដើមរដូវម្លេះទាក់ទងនឹងដើមរុក្ខជាតិនេះពុកម៉ែបងប្អូនគឺវាមានស្លឹកវែងមូលហើយរាងរបស់វាដូចជាធ្មេញរណាការរបស់វាមានពណ៌សពុកម៉ែបងប្អូនហើយទាក់ទងនឹងដើមរបស់វាគឺមានពណ៌បៃតងចាស់ហើយសម្រាប់ផ្លែរបស់វាគឺមានរាងកញ្ចុំពុកម៉ែបងប្អូនទាក់ទងនឹងរុក្ខជាតិមួយនេះពុកម៉ែបងប្អូនគឺគេអាចយកទៅណាជាបាលដូចជាជំងឺផ្ដាសាយក្តៅខ្លួនក្អករលាកពោះវៀនរាគមូលបញ្ចុះទឹកនោមជំងឺសើស្បែកបន្សាបពុះពុកម៉ែបងប្អូនណាហើយកម្រិតក្នុងការប្រើពុកម៉ែបងប្អូនគឺ10ក្រាមទៅ30ក្រាមស្ងោរទឹកក្នុងដើម្បីពិសាក្នុងមួយថ្ងៃហើយរុក្ខជាតិនេះដែរពុកម៉ែបងប្អូនឃើញដុះច្រើននៅក្នុងប្រទេសកម្ពុជានៅតាមតំបន់ទីក្រុងដែលដីទំនេរឬក៏នៅតាមចិញ្ចើមផ្លូវឬក៏នៅទីជនបទគឺមានការដុះច្រើនរុក្ខជាតិនេះឃើញបងប្អូនម៉ែយើងតែងតែហៅឈ្មោះវាថាឥសីផ្សំស្រាច់អញ្ចឹងកន្លែងបងប្អូនមួយចំនួនទៀតនៅតាមជនបទមានហៅឈ្មោះថាដើមកំពោយចិនពុកម៉ែបងប្អូនណាអញ្ចឹងបើសិនជាតំបន់ពុកម៉ែបងប្អូនដែលនៅតំបន់ផ្សេងហៅដើមអ្វីទៀតពុកម៉ែបងប្អូនអាចជួយ comment នៅក្រោមវីដេអូនេះបានពុកម៉ែបងប្អូនណាហើយទាក់ទងនឹងការប្រើប្រាស់ពុកម៉ែបងប្អូនមុននឹងយកទៅប្រើប្រាស់ឬក៏យកទៅពិសាដើម្បីព្យាបាលជំងឺដូចខ្ញុំរៀបរាប់ខាងលើសូមពុកម៉ែបងប្អូនជួយណាសួរចាស់ឬក៏ចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិរបស់ពុកម៉ែបងប្អូនឬក៏ពុកម៉ែបងប្អូនអាចពិភាក្សាជាមួយនឹងអ្នកដែលគេមានជំនាញខាងផ្នែកឱសថបុរាណជៀសវាងការប្រើប្រាស់ទៅវាអាចពុលឬក៏អាចប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនដោយសារការចែករំលែករបស់ខ្ញុំគឺខ្ញុំបានមកពីការស្រាវជ្រាវឬក៏យកពីសៀវភៅឱសថបុរាណខ្មែរដែលចេញពី page របស់សៀវភៅនេះផ្ទាល់តែដើម្បីឲ្យជាក់ស្ដែងមែនតើគឺពុកម៉ែបងប្អូនណាជួយពិភាក្សាជាមួយអ្នកដែលគេមានជំនាញឲ្យច្បាស់លាស់ពុកម៉ែបងប្អូនកុំដល់ពេលប្រើប្រាស់ហើយអាចពុលអាចប៉ះពាល់ដល់សុខភាពឬក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតអីផ្សេងសូមពុកម៉ែបងប្អូនមុននឹងប្រើប្រាស់ដូចខ្ញុំនិយាយហើយនិយាយទៀតត្រូវតែពិគ្រោះជាមួយអ្នកដែលគេជំនាញខាងឱសថបុរាណខ្មែរឬក៏ចាស់ព្រឹទ្ធាចារ្យឬក៏លោកគ្រូអ្នកគ្រូដែលគាត់ចេះរឿងថ្នាំរឿងអីហ្នឹងគឺភាសាមួយគាត់ពុកម៉ែបងប្អូនណា